ម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាខគោតើឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងមានសាច់គោចំនួនកន្លះគីឡូហើយនឹងមានគ្រឿងដូចជាគល់ស្លឹកគ្រៃខ្ទឹមក្រហមរំដេងកាច័ន្ទឈើអែមស្លឹកក្រូចសើចការ៉ុតគ្រឿងសាតេមួយកញ្ចប់ម្ទេសប្លោកកិនមួយស្លាបព្រាតើឥឡូវយើងទៅចម្អិនទាំងអស់គ្នាដំបូងយើងដាក់ខ្លាញ់ដើម្បីបំពងខ្ទឹមតទៅពីខ្ទឹមឡើងក្រហមល្អហើយយើងចាប់ផ្ដើមដាក់គ្រឿងរំដេងគល់ស្លឹកគ្រៃស្លឹកក្រូចចូលអស់ហ្មងបងប្អូនបន្ទាប់មកយើងដាក់ម្ទេសកិនយើងហើយរំលីងវាឲ្យវាឡើងឈ្ងុយល្អពេលវាឡើងឈ្ងុយហើយយើងចាប់ផ្ដើមដាក់គ្រឿងសាតេយើងបន្តមកទៀតយើងចាប់ផ្ដើមដាក់គ្រឿងការីយើងកន្លះកញ្ចប់តទៅពីរំលីងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់សាច់យើងចូលឥឡូវនេះសាច់យើងបានស្ងួតទឹកត្រីហើយយើងចាប់ផ្ដើមដាក់គ្រឿងចូលមានដូចជាម្សៅរ៉ូឌី1ស្លាបព្រាប៊ីចេងកន្លះស្លាបព្រាស្ករ1ស្លាបព្រាបងប្អូនដាក់ស្ករក្អមក៏បានដាក់ស្ករសក៏បានបន្តមកទៀតយើងដាក់ទឹកត្រី2ស្លាបព្រាបន្តមកដាក់ទឹកប្រេងខ្យង2ស្លាបព្រានិងទឹកប៉េងប៉ោះតាញ៉ាំបានថតទេណាបងប្អូនពីយើងកូរសពគ្រឿងល្អឡើងឈ្ងុយហើយយើងចាប់ផ្ដើមចាក់ទឹកចូលបន្ទាប់ពីរំងាស់សាច់បានប្រហែលជា10នាទីហើយយើងចាប់ផ្ដើមដាក់បន្លែចូលខគោយើងបានរួចរាល់ហើយបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ